ផ្លែតាំងពីដីទៅមកនៅក្នុងស្លឹកដូចចាយនៅក្នុងស្លឹកនៅដើមấyផ្លែតាំងពីដើមទៅពីដីទៅមកគេឲ្យគេទុកមកច្រើនដូចក្រូចនៅខ្មែរយើងទុកក្រូចឆ្មាក្រូចអីចឹងទុកនៅច្រើននៅកូរ៉េអត់ទុកច្រើនទេមកកាត់ឲ្យខ្លះឲ្យខ្យល់ចូលវាមិនសំខាន់ផ្លែឬមែកទេបើវាអត់មានមែកច្រើនវាចេញមកពីដើមចឹងមកវាផ្លែហ្មងមិនមែកទេព្រោះមែកគេអត់ទៅនេះមែកកាត់ចោលផ្លែវាទូចវាឆ្ងាញ់មើលក្រូចនេះទៀបដាំកូនបំបាកូនបដោះឲ្យតពីដាំដល់ពេលឲ្យគេមិនទុកមែកញ៉ៃផងអាមែកចេះកាត់ចោលអស់កាត់ឲ្យខ្លះនៅក្នុងរោងអាចបើបងប្អូនចង់ដាំនៅខ្មែរអីបាទដាំបានព្រោះក្រូចនេះបែបមិនរើសអីទេមើលទៅព្រោះនៅកន្លែងខ្ញុំនៅនេះវាអត់ទៅក្តៅក៏មិនក្តៅត្រជាក់នៅមិនត្រជាក់អាកាសធាតុដូចនៅស្រុកខ្មែរដែរអញ្ចឹងវាមិនរើសដីទេហើយក្រូចស្រួលដាំណាវាអត់នេះវាអត់ត្រូវការហ្វីទឹកទេនៅនេះដាំដាក់រោងទេកុំឲ្យវាត្រូវទឹកបើនៅក្រៅរោងក្រាំងកាហ្វូអត់ឲ្យត្រូវទឹកភ្លៀងទេពេលដែលចេញផ្កាចេញផ្លែហើយលែងឲ្យត្រូវទឹកហើយអញ្ចឹងដាំនៅខ្មែរអាចបានផលច្រើនហើយស្រួលលក់ក្រូចនេះវាទូទៅនៅខ្មែរញ៉ាំក្រូចនឹងច្រើន